ទេថាបើមានសង្គ្រាមពេញទំហឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលតែប្រទេសណាខ្លាំងជាងមួយគឺប្រទេសដែលមានប្រជាជនជាង85លាននាក់និងកងទ័ពធំមួយនៅមជ្ឈិមបូព៌ាមួយទៀតគឺប្រទេសតូចប៉ុន្តែមានបច្ចេកវិទ្យាយោធានិងអាវុធទំនើបបំផុតក្នុងពិភពលោកអ៊ីរ៉ង់មានមីស៊ីលរាប់ពាន់គ្រាប់និងកងទ័ពធំអ៊ីស្រាអែលមានយន្តហោះ F-35 ប្រព័ន្ធ Iron Dome និងសមត្ថភាពនុយក្លេអ៊ែរបើប្រៀបធៀបទាំងអាវុធនិងសេដ្ឋកិច្ចតើអ្នកណាមានអំណាចខ្លាំងពិតប្រាកដក្នុងវីដេអូនេះយើងនឹងវិភាគ3ចំណុចសំខាន់កម្លាំងយោធាបច្ចេកវិទ្យាអាវុធនិងសមត្ថភាពសេដ្ឋកិច្ចកម្លាំងយោធាបើនិយាយអំពីចំនួនកងទ័ពប្រទេសអ៊ីរ៉ង់មានសមត្ថភាពធំជាងតាមការប៉ាន់ប្រមាណអ៊ីរ៉ង់មានកងទ័ពសកម្មប្រហែល 60,000 នាក់និងកងទ័ពបម្រុងជាង 3 លាននាក់ចំនួននេះធ្វើឲ្យអ៊ីរ៉ង់ក្លាយជាប្រទេសមួយដែលមានកម្លាំងយោធាធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាក្រៅពីកងទ័ពធម្មតាអ៊ីរ៉ង់ក៏មានកងកម្លាំងពិសេសមួយហៅថា IRGC កងកម្លាំងនេះមានតួនាទីសំខាន់ក្នុងការការពាររដ្ឋការពាររបបនយោបាយនិងក្រុមសម្ព័ន្ធមិត្តរួមរបស់អ៊ីរ៉ង់នៅក្នុងតំបន់ទៅវិញប្រទេសអ៊ីស្រាអែលមានកងទ័ពសកម្មប្រហែល 17,000 នាក់ប៉ុណ្ណោះដែលតិចជាងអ៊ីរ៉ង់យ៉ាងច្បាស់ប៉ុន្តែអ៊ីស្រាអែលមានប្រព័ន្ធកាតព្វកិច្ចបម្រើយោធាដែលប្រជាជនប្រុសនិងស្រីភាគច្រើនត្រូវចូលបម្រើយោធាដោយសារតែប្រព័ន្ធនេះប្រទេសអ៊ីស្រាអែលមានកងទ័ពបម្រុងដែលអាចបណ្ដុះបណ្ដាលបានយ៉ាងល្អនៅពេលមានសង្គ្រាមអ៊ីស្រាអែលអាចប្រមូលកងទ័ពបម្រុងបានជាង 46,000 នាក់ក្នុងរយៈពេលខ្លីដោយសារតែហេតុផលនេះអ្នកវិភាគយោធាជាច្រើនសន្និដ្ឋានថាអ៊ីរ៉ង់មានអត្ថប្រយោជន៍ក្នុងចំនួនកងទ័ពខណៈអ៊ីស្រាអែលមានអត្ថប្រយោជន៍ក្នុងការរៀបចំការបណ្ដុះបណ្ដាលនិងប្រសិទ្ធភាពប្រតិបត្តិការកម្លាំងយន្តហោះនិងអាវុធទំនើបបើនិយាយអំពីកម្លាំងពីលើអាកាសនេះជាចំណុចមួយដែលអ៊ីស្រាអែលមានសមត្ថភាពច្បាស់លាស់កងទ័ពអាកាសអ៊ីស្រាអែលមានយន្តហោះប្រយុទ្ធទំនើបជាច្រើនប្រភេទដូចជា S-35IAD S-15 និង S-16ក្នុងនោះ S-35AD គឺជាយន្តហោះប្រយុទ្ធជំនាន់ទី5ដែលមានបច្ចេកវិទ្យា Stealth អាចកាត់បន្ថយការចាប់សញ្ញាពីរ៉ាដានិងការវាយប្រហារគោលដៅពីចម្ងាយដោយប្រសិទ្ធភាពខ្ពស់ដោយសារបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធអាវុធដែលភ្ជាប់ជាមួយយន្តហោះទាំងនេះអាចធ្វើប្រតិបត្តិការវាយប្រហារដោយល្បឿននិងប្រសិទ្ធភាពខ្ពស់ទៅវិញអ៊ីរ៉ង់នៅតែប្រើយន្តហោះជាច្រើនដែលមានអាយុកាលចាស់ដូចជា F-14 MiG-29 និង Su-24 មូលហេតុសំខាន់មួយគឺអ៊ីរ៉ង់ត្រូវបានដាក់ទណ្ឌកម្មអន្តរជាតិអស់ជាច្រើនឆ្នាំដែលធ្វើឲ្យពិបាកក្នុងការទិញយន្តហោះប្រយុទ្ធទំនើបពីបរទេសដោយសារតែហេតុនេះអ្នកវិភាគយោធាច្រើនយល់ថាក្នុងវិស័យសង្គ្រាមអាកាសអ៊ីស្រាអែលមានសមត្ថភាពខ្លាំងជាងអ៊ីរ៉ង់ទាំងផ្នែកបច្ចេកវិទ្យានិងសមត្ថភាពប្រតិបត្តិការមីស៊ីលនិងដ្រូនទោះបីអ៊ីស្រាអែលមានសមត្ថភាពក្នុងកងកម្លាំងអាកាសក៏ដោយក៏អ៊ីរ៉ង់មានអាវុធមួយដែលគេមើលទៅគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺមីស៊ីលប៉ាឡេស្ទិកនិងយន្តហោះគ្មានមនុស្សបើកឬហៅថា drone អ៊ីរ៉ង់បានអភិវឌ្ឍមីស៊ីលជាច្រើនប្រភេទដូចជា Sahab, Fateh និង Shechil មីស៊ីលមួយចំនួនមានសមត្ថភាពបាញ់បានចម្ងាយលើសពី 2,000 គីឡូម៉ែត្រដែលអាចឈានដល់គោលដៅក្នុងប្រទេសអ៊ីស្រាអែលក្រៅពីនេះអ៊ីរ៉ង់ក៏បានវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ drone ឬយន្តហោះគ្មានមនុស្សបើកអាវុធប្រភេទនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជម្លោះនៅអ៊ុយក្រែននិងតំបន់មជ្ឈិមបូព៌ាទៅវិញអ៊ីស្រាអែលក៏មានប្រព័ន្ធការពារដែនអាកាសដែលគេចាត់ទុកថាជាមួយក្នុងចំណោមប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងពិភពលោកប្រព័ន្ធទាំងនោះរួមមាន Iron Dome, David Sling Aero Missile Defense ប្រព័ន្ធទាំងនេះត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់និងបំផ្លាញមីស៊ីលឬគ្រាប់រ៉ុកែតមុនពេលវាធ្លាក់ដល់គោលដៅដោយសារតែហេតុនេះហើយអ្នកវិភាគជាច្រើនមើលឃើញថាប្រសិនបើមានជម្លោះរវាងប្រទេសទាំងពីរនោះសង្គ្រាមនឹងក្លាយជាការប្រឈមមុខដាក់គ្នាមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រព័ន្ធការពារដែនអាកាសទំនើបរបស់អ៊ីស្រាអែលអាវុធនុយក្លេអ៊ែរបញ្ហាធំបំផុតនៅក្នុងជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលគឺបញ្ហាអាវុធនុយក្លេអ៊ែរអ៊ីស្រាអែលមិនដែលប្រកាសជាផ្លូវការថាខ្លួនមានអាវុធនុយក្លេអ៊ែរប៉ុន្តែអ្នកវិភាគសន្តិសុខជាច្រើនជឿថាប្រទេសនេះមានប្រហែល80ទៅ90គ្រាប់នុយក្លេអ៊ែរគោលនយោបាយរបស់អ៊ីស្រាអែលត្រូវបានគេហៅថាការរក្សាភាពមិនច្បាស់លាស់ពលគឺមិនបញ្ជាក់និងក៏មិនបដិសេធទៅវិញអ៊ីរ៉ង់មិនទាន់មានអាវុធនុយក្លេអ៊ែរទោះជាយ៉ាងណា
កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានបង្កការព្រួយបារម្ភពីសហគមន៍អន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំប្រទេសលោកខាងលិចមួយចំនួនជឿថាអ៊ីរ៉ង់អាចនឹងព្យាយាមអភិវឌ្ឍសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរខណៈដែលអ៊ីរ៉ង់បន្តអះអាងថាកម្មវិធីនេះមានគោលបំណងសម្រាប់ប្រើប្រាស់ថាមពលសន្តិភាពតែប៉ុណ្ណោះប៉ុន្តែអ្នកវិភាគជាច្រើនព្រមានថាប្រសិនបើថ្ងៃណាមួយអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានជោគជ័យនោះសមតុល្យអំណាចនៅមជ្ឈមបូព៌ាអាចនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងនិងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ប្រៀបធៀបសេដ្ឋកិច្ចឥឡូវនេះមកពិនិត្យមើលផ្នែកសេដ្ឋកិច្ចដែលជាកត្តាសំខាន់ក្នុងការវាស់វែងអំណាចរបស់ប្រទេសមួយតាមការប៉ាន់ប្រមាណអ៊ីរ៉ង់មានផលិតផលសរុបក្នុងស្រុកឬ GDP ប្រហែល400ទៅ450ពាន់លានដុល្លារសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិជាពិសេសប្រេងនិងឧស្ម័នធម្មជាតិដែលជាប្រភពចំណូលសំខាន់របស់ប្រទេសប៉ុន្តែអ៊ីរ៉ង់ត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំទណ្ឌកម្មទាំងនេះបានបង្កសម្ពាធយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់ប្រទេសនិងកំណត់សមត្ថភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិទៅវិញអ៊ីស្រាអែលមាន GDP ប្រហែល $5,000 លានបើទោះបីប្រជាជនតិចជាងអ៊ីរ៉ង់ក៏ដោយអ៊ីស្រាអែលត្រូវបានគេហៅថា Startup Nation ព្រោះប្រទេសនេះមានការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់យ៉ាងលឿនវិស័យដែលអ៊ីស្រាអែលមានភាពរឹងមាំរួមមាន Cyber Security, Artificial Intelligence និងបច្ចេកវិទ្យាយោធាក្រៅពីសមត្ថភាពសេដ្ឋកិច្ចផ្ទាល់អ៊ីស្រាអែលក៏ទទួលបានការគាំទ្រយោធាពីសហរដ្ឋអាមេរិកប្រហែល $3.8 ពាន់លានក្នុងមួយឆ្នាំដែលជួយពង្រឹងសមត្ថភាពការពារជាតិនិងការអភិវឌ្ឍបច្ចេកវិទ្យាយោធារបស់ខ្លួនសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមសម្ព័ន្ធមិត្តគឺជាកត្តាសំខាន់មួយដែលអាចប៉ះពាល់ដល់តុល្យភាពអំណាចសម្រាប់អ៊ីស្រាអែលប្រទេសមួយនេះមានសម្ព័ន្ធមិត្តសំខាន់ៗដូចជាសហរដ្ឋអាមេរិកដែលជាដៃគូយោធានិងនយោបាយដ៏ជិតស្និទ្ធក្រៅពីនេះអ៊ីស្រាអែលក៏មានទំនាក់ទំនងល្អជាមួយប្រទេសអឺរ៉ុបមួយចំនួនផងដែរទៅវិញអ៊ីរ៉ង់មានបណ្ដាញមិត្តរួមនៅក្នុងតំបន់មជ្ឈមបូព៌ាដូចជា Hezbollah នៅលីបង់និងក្រុមសម្ព័ន្ធមិត្តមួយចំនួននៅអ៊ីរ៉ាក់និងសេរីក្រៅពីនេះអ៊ីរ៉ង់ក៏មានទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសធំៗមួយចំនួនដូចជារុស្ស៊ីនិងចិនការមានសម្ព័ន្ធមិត្តទាំងនេះមានន័យថាប្រសិនបើចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកាត់ឡើងឬពង្រីកធំឡើងវាអាចមិនត្រឹមតែជាចំនួនរវាងប្រទេសពីរប៉ុណ្ណោះទេប៉ុន្តែវាអាចទាក់ទាញកម្លាំងនានានិងបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់សង្ខេបឲ្យខ្លីការប្រៀបធៀបអំណាចរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបង្ហាញថាប្រទេសទាំងពីរមានសមត្ថភាពខុសៗគ្នាអ៊ីរ៉ង់មានសមត្ថភាពខាងផ្នែកចំនួនកងទ័ពកម្លាំងមីស៊ីលនិងបណ្ដាញសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈមបូព៌ាខណៈដែលអ៊ីស្រាអែលមានសមត្ថភាពខាងបច្ចេកវិទ្យាយោធាកម្លាំងទ័ពអាកាសសេដ្ឋកិច្ចរឹងមាំនិងការគាំទ្រពីសម្ព័ន្ធមិត្តអន្តរជាតិក្នុងនេះប្រសិនបើមានសង្គ្រាមរវាងប្រទេសទាំងពីរវានឹងមិនមែនជាសង្គ្រាមធម្មតានោះទេវាអាចក្លាយជាការប្រឈមមុខដាក់គ្នារវាងចំនួនកងទ័ពនិងមីស៊ីលរបស់អ៊ីរ៉ង់ប្រឆាំងនឹងបច្ចេកវិទ្យាយោធាទំនើបនិងការគាំទ្រអន្តរជាតិរបស់អ៊ីស្រាអែលអ្នកវិភាគជាច្រើនព្រមានថាប្រសិនបើចំនួននេះពង្រីកធំវាអាចប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេងនៅទីផ្សារពិភពលោកសេដ្ឋកិច្ចអន្តរជាតិនិងស្ថិរភាពសន្តិសុខតំបន់នៅមជ្ឈមបូព៌ាហេតុនេះហើយបានជាចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលមិនត្រឹមតែជាបញ្ហារបស់ប្រទេសពីរប៉ុណ្ណោះទេប៉ុន្តែវាជាបញ្ហាដែលពិភពលោកទាំងមូលកំពុងតាមដានយ៉ាងជិតស្និទ្ធ